Yo hello ក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍អ្នកនរគ្នាមកកាន់ Channel YouTube ខ្ញុំទៀតហើយបាទហើយវីដេអូនេះដែរខ្ញុំនឹងមកឆ្លើយ comment បងប្រុសម្នាក់គាត់បាន comment នៅលើវីដេអូខ្ញុំអីចឹងណាគាត់ឲ្យខ្ញុំជួយបរៀនធ្វើ V2 របស់ Buddha របស់ Fruit Buddha អញ្ចឹងណាអ្នកគ្នាបាទឥឡូវមុននឹងចូលទៅកាន់វីដេអូយើងពីរបៀបធ្វើ V2 របស់ Fruit Buddha អ្នកគ្នាមកថ្មីកុំភ្លេចជួយចុច like និង subscribe channel YouTube ខ្ញុំអ្នកមួយផងណាគ្នាយើងហើយក៏សូមអធិស្ឋានគ្នាយើងសម្រាប់មានសំឡេងរំខានពីខាងក្រៅអញ្ចឹងណាអ្នកគ្នាបាទឥឡូវកុំឲ្យខាតពេលអ្នកគ្នាយូរតែយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាបាទជាដំបូងអ្នកគ្នាគ្រាន់តែធ្វើការបើក hack យើងមកបាទយើងលេងធ្វើ V2 ដោយប្រើ hack អីចឹងណាអ្នកគ្នាដោយសារអីគឺវាពិបាកលេងដែរណាមួយយើងតែ rate ម្នាក់ឯងចឹងគឺពិបាកអញ្ចឹងណាហើយសម្រាប់អ្នកគ្នាចង់បាន hack អីចឹងណាអ្នកគ្នាអាចទៅមើលវីដេអូទី1របស់ខ្ញុំបានអ្នកគ្នាបាទយើងបើក hack បើកឲ្យវាស៊ីឆេះអូតូចឹងនៅពេលដែលវាស៊ីឆេះដល់កន្លែង rate អ្នកគ្នាអាចបិទបានអ្នកគ្នាបាទឥឡូវនេះអ្នកគ្នាបាទយើងធ្វើការមកដល់កន្លែង hack យើងហើយបាទច្រឡំមកដល់កន្លែង hack មកដល់កន្លែង rate អ្នកគ្នាបាទឥឡូវយើងធ្វើការបិទហើយយើងគ្រាន់តែរត់មកកន្លែងផ្លូវចូលយើងមកបាទសារខ្ញុំបើកកន្លែង hack បើកឲ្យវាស៊ីឆេះដល់កន្លែង rate តែម្ដងគឺវាស្រួលទេតែយើងអត់លេងផ្លូវកាត់ច្រើនពេកទេយើងលេងផ្លូវធម្មតាខ្លះទៅបាទហើយកន្លែងទៅអ្នកគ្នាដាក់ពើតាមខ្ញុំមកបាទតែដាក់ពើក្រហមតែដាក់ពើខៀវអីចឹងណាអ្នកគ្នាបាទហើយផ្លោះទៅអ្នកគ្នាដាក់ពើនេះមកអ្នកគ្នាបាទពើបៃតងពើត្រួយជែកយើងមកបើកន្លែងទៅវិញអ្នកគ្នាដាក់ពើខៀវកន្លែងទៅខ្ញុំច្រឡំទីអ្នកគ្នាបាទខ្ញុំដាក់ពើខៀវបានត្រូវអ្នកគ្នាបាទហើយនៅពេលដែលអ្នកគ្នាដាក់រួចហើយអ្នកគ្នាគ្រាន់តែធ្វើដំណើរនេះធ្វើដំណើរមកតាមខ្ញុំមកអ្នកគ្នាបាទនេះកន្លែងផ្លូវចូលយើងបាទអ្នកគ្នាធ្វើដំណើររត់ទៅត្រង់រហូតទៅបាទរត់ទៅកន្លែង rate អីចឹងណាទៅកន្លែងទិញ chip របស់ Buddha អញ្ចឹងទៅអ្នកគ្នាបាទនេះអ្នកគ្នាបាទយើងធ្វើដំណើរមកដល់កន្លែងនេះហើយបើសិនថាអ្នកគ្នាអត់ចង់ចំណាយលុយដើម្បីទិញ chip របស់ Buddha ទេអ្នកគ្នាអាចប្រើ fruit បានអ្នកគ្នាបាទអ្នកគ្នាបើសិនថាអ្នកគ្នាអត់ដឹងថា chip របស់ Buddha មួយណាទេអ្នកគ្នាអាចចុចទិញតាមខ្ញុំបានអ្នកគ្នាបាទជាដំបូងអ្នកគ្នាចុចលើ NPC នេះអ្នកគ្នាចុចលើចំនួន2ដងមកអ្នកគ្នាបាទលើចំនួន2ដងដល់ពេលអាអ្នកគ្នាចុចអាក្រមចំនួន3ដងមកដើម្បីឲ្យឃើញអាលេខហ្នឹងគឺ 4.5 អីចឹងណាអ្នកគ្នាបាទហើយអ្នកគ្នាចុចអាទី2ទៀតមកហើយអាអ្នកគ្នាចុចអាលើគេទៀតមកវានឹងទិញបានហើយណាអ្នកគ្នាបាទដល់ពេលដែលអ្នកគ្នាទិញបានអ្នកគ្នាគ្រាន់តែធ្វើដំណើរនេះមកកន្លែងទៅនេះមកនេះកន្លែងចំណុច QQ នេះអ្នកគ្នាបាទអ្នកគ្នាគ្រាន់តែចុចអានឹងចំនួន2ដងទៅវានឹងលូតឲ្យអ្នកគ្នាទៅកន្លែង rate ហើយបាទអ្នកគ្នាបាទហើយនៅពេលដែលអ្នកគ្នាចុចរួចវានឹងនាំអ្នកគ្នាមកដល់កន្លែងទៅណាហើយអ្នកគ្នាមកកន្លែង rate របស់ Buddha អញ្ចឹងណាអ្នកគ្នាបាទហើយនៅពេលដែលអ្នកគ្នាមកដល់គឺមានអីពិបាកអ្នកគ្នាបើកអាគីហើយអ្នកគ្នាគ្រាន់តែបើកតាមខ្ញុំមកបើក hack មកឲ្យវាវាយអូតូអញ្ចឹងណាហើយកន្លែងទៅនេះខ្ញុំកាត់ចោលហើយអ្នកគ្នាបាទព្រោះវាអត់សំខាន់ទេខ្ញុំកាត់ទៅដល់កន្លែងទៅ activate skill តែម្ដងទៅអ្នកគ្នាបាទនេះអ្នកគ្នាបាទទីបំផុតយើងបានវាយមេរបស់ Buddha នឹងងាប់ហើយនៅពេលដែលអ្នកគ្នាវាយងាប់អ្នកគ្នាបិទ hack យើងមកបាទនៅពេលដែលអ្នកគ្នាបិទ hack វានឹងនាំអ្នកគ្នាមកកន្លែង activate skill ហើយបាទនៅពេលដែលមកដល់កន្លែង activate skill អ្នកគ្នាគ្រាន់តែចុចនិយាយជាមួយនឹង NPC រូបដូចយើងនេះមកបាទអ្នកគ្នាចុចលើគេចំនួន2ដងមកវានឹងបាន activate skillនៅពេលដែលយើង activate skill កន្លែងទៅហ្នឹងយើងនឹងអស់ចំនួន500 fragment អីចឹងណាអ្នកគ្នាបាទហើយនៅពេលដែលយើងអស់ 5000 fragment Buddha យើងក៏រីកធំជាងមុនហើយយើងក៏អាចដើរលើទឹកបានដែរអ្នកគ្នាបាទហើយអ្នកគ្នាបាទហើយខ្ញុំអត់បានធ្វើអា skill ទី2ឲ្យអ្នកគ្នាមើលទេព្រោះយើងអត់មាន fragment ច្រើនអ្នកគ្នាបាទហើយធ្វើមានអីពិបាកទេអ្នកគ្នាបាទហើយអ្នកគ្នាចង់ធ្វើអញ្ចឹងអ្នកគ្នាធ្វើតដែលអញ្ចឹងចំនួន5ដងទៅបើសិនថាអ្នកគ្នាមាន fragment ច្រើនអីចឹងណាអ្នកគ្នាបាទតែបើសិនថាសម្រាប់យើងអត់មាន fragment ច្រើនយើងធ្វើតែ3 4 10ដងទៅគឺវានឹងបានហើយអ្នកគ្នាបាទយើងធ្វើយក fragment ដើម្បីដូរ skill អីចឹងណាអ្នកគ្នាបាទ
ហើយឥឡូវយើងក៏វីដេអូយើងក៏មានតែប៉ុណ្ណឹងដែរអ្នកគ្នាបាយបាយចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអ្នកគ្នាបាយកុំភ្លេចចុច like និង subscribe ម្នាក់មួយផងណាអរគុណ